បាទសួស្តីហ្នឹងហើយអញ្ចឹងវីដេអូនេះគឺខ្ញុំនឹងបង្ហាញពីរបៀបនៃការ add នៅ prop ចូលទៅក្នុងកម្មវិធី iCloud 8បាទអញ្ចឹងនេះខ្ញុំបើក iCloud 8យើង add គឺយើង add ចូល custom ពេលយើងចុចចូល custom យើងយក prop មកគឺវានឹងឃើញអ្វីដែលយើងបានទាញចូលនេះសារខ្ញុំទាញចូលណាហ្នឹងហើយខ្ញុំទាញចូលដាក់នៅក្នុងiCloud ហ្នឹងអញ្ចឹងវិធីក្នុងការទាញចូលអ្នកនរគ្នាទៅបើកនៅ character creator 4 មកយើងចង់ដាក់នៅធ្វើនៅក្នុង iCloud 8ក៏បានយើងអាចបញ្ចូលវាទៅក្នុង character creator 4ក៏បានណាដោយសារខ្ញុំមិនបង្ហាញនៅលើ iCloud 8ព្រោះខ្ញុំជាប់បង្កើតប្លង់នេះអាទាំងនេះត្រូវចុចខ្វែងរហូតទៅខ្ញុំជាប់បង្កើតប្លង់ដល់ពេលអញ្ចឹងខ្ញុំបង្ហាញលើ character វិញវាដូចគ្នាទេណាហ្នឹងហើយអញ្ចឹងខ្ញុំជួយបិទអានោះខ្ញុំបង្ហាញអានេះឥឡូវយើងបើក character 4 មកបើក creator 4ហើយអ្នកនរគ្នាចូល content ណាចូល content ហើយអ្នកនរគ្នាយកពាក្យ custom នេះចុចមក custom មកហ្នឹងហើយប្រសិនបើអ្នកនរគ្នាអត់មានបានបញ្ចូលវាទេគឺក្នុង custom នេះវាទៅទេស្អាតដូចចេះដូចអញ្ចឹងហ្នឹងហើយបើកមកអត់មានអីទេតែបើសិនអ្នកនរគ្នាបានដាក់ប្រອບចូលរួចហើយគឺវាមានហ្នឹងហើយគឺវាមាននៅក្នុងនឹងតែម្ដងណាហ្នឹងហើយអញ្ចឹងដើម្បីដាក់ add ប្រອບចូលបងប្អូនអរគ្នាចូល custom មើលមួយណាហ្នឹងហើយចូល custom ហើយយើងយកប្រອບយកពាក្យប្រອບនេះចុចលើនេះមកប្រອບហ្នឹងមកកន្លែងនេះយើងចូលក្រោមប្រອບនេះមកបាទចូលមកយើងមកផ្ទាំងខាងនេះយើងដាក់ម៉ៅអញ្ចឹងហើយយើង right click មក right click ហើយវាចេញវាមានពាក្យក្រោមគេដាក់ find file បាទចុចលើ find file មកនេះណា folder ដែលខ្ញុំបានទាញប្រອບបញ្ចូលបាទអញ្ចឹងខ្ញុំចង់អូសបញ្ចូលបន្ថែមដើម្បីបង្ហាញបងប្អូនអរគ្នាអញ្ចឹងខ្ញុំទៅរកនៅ avatar ឬក៏ប្រອບមួយឥឡូវខ្ញុំទាញខ្ញុំយករកប្រອບមួយណានេះឥឡូវខ្ញុំទាញអានេះ folder ក្នុង PC ណាក្នុងកុំព្យូទ័ររបស់យើងណា folder ប្រອບយើងហ្នឹងដែលខ្ញុំផ្ញើឲ្យហ្នឹងណាឧទាហរណ៍អញ្ចឹងហ្នឹងហើយអញ្ចឹងខ្ញុំអូសចូលfolder ដែលបើកចេញពី iCloud មិញនេះកន្លែង find file ហ្នឹងបាទអូសចូលយ៉ាងមកនេះអូខេចូលមួយហើយបាទអញ្ចឹងខ្ញុំ back វិញបន្ទាប់ពីចូលហើយយើងបិទវិញមកខ្វែងបាទនេះអូខេវានៅក្នុង custom នេះប្រອບ custom ហ្នឹង custom ប្រອບហ្នឹងឯងអញ្ចឹងពេលយើងបើកនៅ iCloud 8 មកនោះវានឹងរត់មកចូលក្នុងនឹងដូចគ្នាពេលយើងបើកមកវារត់មកចូលលើខ្ញុំយកប្រອບហើយខ្ញុំអូសរមើលណានេះឃើញហើយគឺវានៅក្នុងនឹងអញ្ចឹងយើងបញ្ចូលតាម iCloud Creator 4ក៏វាចូលមកតាមនឹងដែរណាវានឹងចូលមកក្នុងនឹងដូចគ្នាហ្នឹងហើយសង្ឃឹមថាយល់ណាមើលវីដេអូនេះមួយទៅហ្នឹងគឺរបៀបនៃការ add ប្រອບចូលកម្មវិធី iCloud 8មុននឹងយើង add ចូលកម្មវិធី iCloud 8យើង add ចូលក្នុងនេះក្នុង character មកពេលយើងបើក iCloud 8មកវានឹងអូតូចូលមកក្នុងនេះតែម្ដងកម្មវិធីពីរហ្នឹងវាជាប់គ្នាចង់និយាយចឹងហ្នឹងអូខេប៉ុណ្ណឹង